បាននាងចង់ឈានដល់នាយកប្រតិបត្តិស្ត្រីត្រូវតែអង្វរគាត់នោះហើយជាមួយហេតុដែលស្ត្រីបានប្រព្រឹត្តចំពោះជំនួយការបែបនេះនៅពេលនេះជំនួយការបាននិយាយថា CEO មិនគាត់និយាយទេវេទនាណាដូច្នេះទេហេតុអ្វីបានជាគាត់លុបចោលពិធីមង្គលការគាត់ប្រាប់គាត់ដោយមិនខ្មាស់អៀនឲ្យទៅជួប CEO ហើយប្អូនក្អែកទោះយ៉ាងណាក៏ដោយ CEO នឹងមិនជឿនាងទេពេលនេះស្ត្រីរូបនោះបានចង្អុលទៅកាន់កាមេរ៉ាសុវត្ថិភាពពេលឃើញកាមេរ៉ាជំនួយការបានបិទភ្លាមដោយមិនបាននិយាយអ្វីមួយម៉ាត់គាត់ក៏ងាកចេញទៅខាងទៀតក្រោយដឹងថាប្រពន្ធមិនព្រមនាយកប្រតិបត្តិបានសម្រេចចិត្តទៅរកនាងផ្ទាល់ពេលឃើញ CEO អង្គុយលើសាឡុងនាងភ្ញាក់ផ្អើលភ្លាមប៉ុន្តែ CEO ដោយមិនបាននិយាយអ្វីមួយម៉ាត់នោះបានចាប់នាងផ្ទាល់ដើម្បីយកនាងមកវិញប៉ុន្តែស្ត្រីនោះបានបដិសេធនាយកប្រតិបត្តិបាននិយាយថាប្រសិនបើនាងត្រឡប់មកវិញគាត់នឹងផ្ដល់ឲ្យនាងនៅពិធីមង្គលការដ៏ធំស្ត្រីរូបនេះបន្ទាប់ពីបានយូរដូច្នេះក៏នៅតែមិនផ្លាស់ប្ដូរអាកប្បកិរិយារបស់នាងឡើយ